ចាជម្រាបសួរពុកម៉ែបងប្អូនកាលពីម្សិលមិញនាងខ្ញុំបានទៅធ្វើកម្មវិធីភ្ជាប់ពាក្យប្អូននៅស្រុកបវលណាបងប្អូននេះនាងខ្ញុំខាងប្រុសហ្នឹងហើយបងប្អូនខាងកូនប្រុសហើយទៅហ្នឹងគឺចំនួន2ឡានណាបងប្អូនហើយឡានខាងមុខហ្នឹងគឺឡានស្ទៀវដឹកសិតតែក្មេងៗមកទៅអេនអនអញ្ចឹងណាបងប្អូនហើយខាងក្រោយគឺឡានចាស់អ៊ំពុកអ៊ំពូមីងពុកម៉ែអញ្ចឹងណាគាត់នៅជិះឡានតូចមួយទៀតនៅក្រៅអញ្ចឹងមុននឹងទៅហ្នឹងគឺថាវិចនំមួយថ្ងៃទុកឲ្យហើយបងប្អូនអើយនេះធ្វើដំណើរចេញទៅតាមផ្លូវទៅខេត្តបាត់ដំបងបងប្អូនហួសផ្សារបវលទៅចម្ងាយដូចជា100ម៉ែត្រនេះផ្លូវចូលផ្ទះកូនកំមុំបងប្អូនចុះពីផ្លូវជាតិមកខាងស្ដាំដៃហួសផ្សារបវលមកប្រហែលជា200ម៉ែត្រហ្នឹងបងប្អូនចិត្តដែរប៉ុន្តែជិះពីផ្ទះនាងខ្ញុំទៅគឺថា1ម៉ោងកន្លះហើយទៅដល់នេះប្អូនស្រីយដូនមួយនាងខ្ញុំលបូតកៅស្បែកជើងចុះពីលើឡានភ្លាមលបូតភ្លាមអើយដល់កឲ្យមានអីមានតែផ្ដាច់អាបាតនឹងចោលនឹងអីអានរ៉ាតពីបងប្អូនស្រីវេទនាណាមិនស្រួលទេតុបតែងធ្វើខ្ញុំមកលបូតអីណានៅមុខគេខ្មាស់គេត្មងណាម៉ាក់អញ្ចឹងអីនេះជាម៉ាក់របស់ខាងកូនកំឡោះហើយអ៊ំគឺអ៊ំស្រីខាងកូនកំឡោះហើយនេះប៉ាខាងកូនកំឡោះហ្នឹងហើយគាត់ទៅតែសុំច្បាប់ពីកន្លែងការងារគាត់បានមួយថ្ងៃបងប្អូនហើយនោះគឺប្អូនកូនកំមុំហ្នឹងហើយនេះកូនកន្លោះណាបងប្អូនប្រុសជីដូនមួយរបស់នាងខ្ញុំគេឆ្នាំនេះគេទ្រាំបានទេគេត្រូវតែអុកឡុកម៉ាក់គេដើម្បីតដឹងប្រពន្ធហើយគេស្រឡាញ់ណាស់នេះខាងចៅមហាបានអញ្ជើញញាតិពុកម្ដាយខាងកូនប្រុសកូនស្រីចូលទៅធ្វើកម្មវិធីណាបងប្អូនហើយនាងខ្ញុំរកកន្លែងចូលមិនឃើញទេព្រោះអីជាអៀតផ្ទះញាតិញោមច្រើនហើយអញ្ចឹងទៅនាងខ្ញុំចូលទៅកន្លែងក្បាលកតេលហ្មងទៅធ្វើមេហ្មងទៅបងប្អូនអត់មានកន្លែងតាមពិតទៅខាងប្រុសគឺនៅអង្គុយខាងប្រុសខាងស្រីអង្គុយនៅខាងស្រីប៉ុន្តែនាងខ្ញុំចូលទៅអត់បានទុកសម្រាប់ចាស់ទៅនាងខ្ញុំអង្គុយក្បាលកតេលហ្មងចិត្តផ្លែឈើបងប្អូនចាហ្នឹងហើយបងប្អូនហើយអង្គុយនៅខាងក្បាលកតេលគឺសម្លឹងឃើញតែផ្លែឈើទេបងប្អូននៅច្រើនមកហើយខាងចៅមហាគាត់បកែខាងរៀបផ្លែឈើទៀតណាបងប្អូនរៀបឡើងខ្ជូតតែម្ដងហើយនេះខាងកូនម៉ាក់ខាងកូនប្រុសហ្នឹងគឺចាប់ដើមរៀបចំលុយចាប់ដើមរៀបចំថ្លៃទឹកដោះណាបងប្អូនគេហៅថាបង្គាប់ខាន់ស្លាហ្នឹងហើយរៀបចំដាក់លើពៀនប៉ុន្តែម៉ាក់ខាងកូនកំឡោះរៀងអត់សូវចេះរៀបលុយទេអញ្ចឹងហើយម៉ាក់ខាងកូនក្រមុំចាប់ផ្ដើមទិញលុយបានរាប់រៀបលុយដាក់លើជើងពៀនណាបងប្អូនមិនមែនរាប់ឯសំតូននេះខ្ញុំនិយាយលើហើយគឺគាត់រៀបលើជើងពៀនចាំហៅថារៀបលុយឲ្យខ្ជូនតិចទៅដើម្បីថតទៅវាតាក់ទាញអញ្ចឹងណាបងប្អូនហើយគាត់ជំនាញរៀបលុយហើយគាត់ថាគាត់ប្រាប់ការកូនពីម្ដងហើយគឺគាត់ចេះហ្នឹងហើយបងប្អូនគាត់រៀបខ្ជូនមិនរៀបស្អាតណាហើយមានរៀបជារង្វង់មូលនៅជុំវិញមាត់របស់ជើងពៀនត្រូលលុយហ្នឹងហើយដាក់ចិញ្ចៀនជាប់ពាក្យមួយគូទៀតទៅចិញ្ចឹមកូនស្រីគឺថាចំណេញអញ្ចឹងណាបងប្អូនមានលៀបមានសការៈហូរចូលអញ្ចឹងអត់មានអីខាទេបងប្អូនអើយបានលុយមកតង្គីបតែម្ដងណាហ្នឹងហើយបើបានកូនគឺយកកូនស្រីច្រើនតែបងប្អូនហើយពិតជាមិនខកបំណងទេហ្នឹងហើយនេះដល់ពិធីហូបស្លាប៉ាខាងកូនប្រុសកូនស្រីគឺពិសាបារីទៅម៉ាក់ខាងកូនប្រុសកូនស្រីពិសាស្លាទៅណាបងប្អូនហើយនេះដល់វាអញ្ជើញកូនកន្លោះកូនកំមុំហ្នឹងចូលមកសំពះឪពុកម្ដាយខាងកូនប្រុសបន្តមកសំពះឪពុកម្ដាយខាងកូនស្រីអូយកម្មវិធីក្នុងថ្ងៃភ្ជាប់ពាក្យហ្នឹងគឺថាច្រើនដំណាក់កាលបងប្អូនអើយនាងខ្ញុំរៀបរាប់មិនអស់ទេបើរៀបរាប់អស់គឺចូល20នាទីអីណោះកុំឲ្យបងប្អូនពិបាកតាមដាននេះខ្ញុំក៏កាត់ទៅណាសូម្បីតែការនិយាយបរិយាយហ្នឹងក៏កាត់ដែរបងប្អូនអើយរៀបរាប់មិនអស់ទេនេះគឺមានវគ្គ1មានវគ្គ2អញ្ចឹងណាចប់កម្មវិធីត្រូវបងប្អូនខាងស្រីឪពុកម្ដាយខាងស្រីគឺទទួលបាយអាហារថ្ងៃត្រង់មកពេលអញ្ចឹងនាងខ្ញុំបានដាក់បញ្ចូលក្នុងវីដេអូទេឃើញវាវែងពេកបងប្អូនវីដេអូក៏សុទ្ធតែល្អទាំងអស់នាងខ្ញុំអត់ចង់កាត់ចោលទេនាងខ្ញុំចង់បង្កើតជាវីដេអូជា2អញ្ចឹងណាបងប្អូនហ្នឹងហើយនេះចូលវគ្គបំពាក់អញ្ជៀនហើយបងប្អូនអើយវគ្គអញ្ជៀនឲ្យកូនកន្លោះកូនមុំគឺថាសើចឲ្យស្ញែងតែម្ដងណាបងប្អូនគេស្រឡាញ់ចឹងបានថាមនុស្សយើងបើរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់គឺសប្បាយចិត្តខ្លាំងហ្មងមួយជីវិតនេះបើថារៀបការជាមួយមនុស្សដែលខ្លួនអត់ស្រឡាញ់មុខដូចកញ្ចប់អញ្ចឹងតែមកគូនេះគឺថាគេស្រឡាញ់គ្នាបងប្អូនស្រឡាញ់ខ្លាំងហ្មងហើយនាងខ្ញុំក៏លេចមើលតែឃើញបងប្អូនចេះស្រឡាញ់គ្នាអញ្ចឹងនាងខ្ញុំក៏សប្បាយចិត្ត
บายចិត្តខ្លាំងហ្មងហើយពិសេសគឺថាថ្ងៃឆ្នាំរបស់ពួកគេហ្នឹងគឺថាត្រូវគ្នាបងប្អូនអើយនេះខ្ញុំនិយាយជាប់ទៀតគឺត្រូវគ្នាខ្លាំងហ្មងណាបើចាប់ដៃគ្នាទៅគឺថារស់ស៊ីមានបានហើយស្រឡាញ់គ្នាដល់ចាស់កោងខ្នងទៀតហើយនេះខ្ញុំឃើញសកម្មភាពតាំងពីអ្នកបងប្តីប្រពន្ធគេគូតដឹងគេនេះគឺថាស្រឡាញ់គ្នាចឹងនាងខ្ញុំរំភើបក្នុងនាមជាបងគឺរីករាយសប្បាយចិត្តមែនតែនចាហើយទៅកម្មវិធីនេះគឺទៅអស់ពីចិត្តហ្មងគឺទៅលះបង់ទៅដោយសប្បាយចិត្តបងប្អូនទៅដោយរីករាយហ្មងទៅទាំងបំប្រងហ្មងណា